សួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍រកឃើញមួយនៅថ្ងៃទី1 ខែឧសភាថាក្រុមហ៊ុន Huiwon Group ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជានិងជាក្រុមហ៊ុនមេនៃក្រុមហ៊ុន Huiwon Pay របស់លោកហ៊ុនតូជាបណ្ដាញលាងលុយកខ្វក់ដ៏ចម្បងមួយនិងស្នើកុំឲ្យក្រុមហ៊ុននេះចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកក្រសួងរដ្ឋាភិបាលអាមេរិកបានលើកឡើងទៀតថាចាប់តាំងពីខែសីហាឆ្នាំ2021មកក្រុមហ៊ុន Huiwon Group និងបណ្ដាញក្រុមហ៊ុនជាបុតសម្ព័ន្ធបានជួយលាងលុយកខ្វក់ចំនួន$4,000 លានឲ្យក្រុមអ ுக ្រិតជនរួមទាំងក្រុមចៅបច្ចេកវិទ្យារបស់កូរ៉េខាងជើងនិងក្រុមឆបោកនៅតំបន់អាស៊ីអាគ្នេយ៍រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកលោក Scott Bessent បានលើកឡើងទៀតថាក្រុមហ៊ុន Huiwon Group បានធ្វើជាទីផ្សារឲ្យក្រុមចៅបច្ចេកវិទ្យាដូចជានៅកូរ៉េខាងជើងនិងក្រុមអ ுக ្រិតជនផ្សេងទៀតដែលតែងធ្វើសកម្មភាពលួចលុយជារៀងរាល់ថ្ងៃពីពលរដ្ឋអាមេរិកអស់រាប់ពាន់លាន$លោកបន្តថាការបិទដំណើរការរបស់ក្រុមហ៊ុន Huiwon Group មិនឲ្យចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិកគឺដើម្បីរារាំងកុំឲ្យពួកគេអាចលាងលុយកខ្វក់បន្តទៀតហ៊ុនតូដែលជាបងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺជាប្រធានក្រុមហ៊ុន Huiwon Pay ដែលជាក្រុមហ៊ុនបុតសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huiwon Group កាលពីខែមីនាសារព័ត៌មានអាមេរិក New York Times បានចេញផ្សាយការស៊ើបអង្កេតមួយដែលរកឃើញថាបណ្ដាក្រុមហ៊ុនបុតសម្ព័ន្ធរបស់ក្រុមហ៊ុន Huiwon Group គឺជាមជ្ឈមណ្ឌលនៃបណ្ដាញលាងលុយកខ្វក់ជាសកលមួយដែលក្រុមឆបោកតាមអនឡាញបោកប្រាក់ជនរងគ្រោះតាមរយៈការវិនិយោគคล้ายៗតែងតែពាក់ព័ន្ធបណ្ដាក្រុមហ៊ុនបុតសម្ព័ន្ធរបស់ក្រុមហ៊ុន Huiwon Group ដើម្បីផ្ទេរលុយទៅក្រៅប្រទេសដើម្បីគេចពីផ្លូវច្បាប់ប្រភពអត្ថបទលោកសំរងស៊ី